ចាបងប្អូនអរគ្នាគោលបំណងដែលខ្ញុំចេញចែកម្លែកច្បាប់សុខទាញនេះគឺដោយសារខ្ញុំអនុវត្តហើយខ្ញុំទទួលបានសេចក្តីសុខចម្លែកចាអញ្ចឹងខ្ញុំមានអារម្មណ៍ថាវាល្អសម្រាប់បងប្អូនខ្លាំងមែនតើដែលបងប្អូនជួបបទពិសោធន៍យកទៅអនុវត្តឲ្យធ្វើឲ្យយើងមានអារម្មណ៍ល្អមានសេចក្តីសុខហើយគិតអ្វីដែលល្អហើយវិជ្ជមានអត់មានគិតទៅដោតទៅលើភាពភ័យខ្លាចចាបងប្អូនបាត់បង់នៅភាពភ័យខ្លាចចាជួបរឿងអីក៏យើងគិតទៅលើរឿងវិជ្ជមានទាំងអស់ចាអញ្ចឹងវាធ្វើឲ្យអារម្មណ៍និងផ្លូវចិត្តរបស់យើងនឹងល្អមានភាពរីករាយមានស្នាមញញឹមហើយអញ្ចឹងពេលអញ្ចឹងខ្ញុំមានអារម្មណ៍មួយចង់ចែកម្លែកទៅបងកាន់បងប្អូននឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាទទួលបានអារម្មណ៍ទាំងអស់នេះដូចខ្ញុំដែរចាព្រោះដោយសារខ្ញុំជួបបទពិសោធន៍ច្រើនអញ្ចឹងហើយខ្ញុំពិបាកចិត្តច្រើនខ្លាំងមែនតើខ្ញុំពង្រឹងផ្លូវចិត្តខ្លួនឯងខ្ញុំព្យាយាមស្ដាប់រឿងវិជ្ជមានគិតល្អនិយាយអ្វីដែលល្អដើម្បីឲ្យរីលាសនៅរឿងអវិជ្ជមានចេញពីខ្លួនរបស់ខ្ញុំមកបងប្អូនព្រោះដោយសារខ្ញុំដឹងថាគ្រប់យ៉ាងខ្ញុំ